ក្នុងនាមជាគ្រូគួរតែឆ្លងសិស្សដោយខ្លួនឯងអប់រំណែនាំពេលមានកំហុសខុសឆ្គងហើយក៏គួរតែជឿលើកទឹកចិត្តនៅពេលដែលបងមានលទ្ធផលល្អវិញមួយហើយថ្ងៃនេះឆ្លើយតបជាមួយនឹងការខំប្រឹងរៀនសូត្ររបស់អេរីកាថ្ងៃនេះនាំអេរីកាមកញ៉ាំអីនៅហាង 7 Cafe ខ្ញុំជ្រើសយកហាង 7 Cafe ដើម្បីជួបជុំនិង relax នៅសាតាំហូបនិងទេសចរនៅទីនេះសុទ្ធតែឆ្ងាញ់និយាយពីអេរីកាខ្មែរអសត់ហើយរៀនចិនចេះចាប់តាមរៀនចិនតាំងពីខែ1 2024គិតមកដល់ថ្ងៃនេះ2ឆ្នាំ3ខែរយៈពេល2ឆ្នាំ3ខែតាំងពីអក្សរភាសាចិនសោះរហូតដល់អាចប្រកបអានដោយខ្លួនឯងបានសំឡេងក៏អានច្បាស់ល្អទៀតឥឡូវចាប់តាមអានអត្ថបទដែលអត់មានស៊ីងចិនទៀតអក្សរសេក៏ស្អាតទៀតឃើញថាវិវត្តល្អគ្រប់ចំណុចគួរសរសើរមែនប៉ុន្តែកុំតន់អាអូនតិចទៀតមាន listening ទៀតស្តង់ដារខ្ញុំខ្ពស់ដែររៀនរហូតដល់តែខ្ញុំរៀបចំផាធីឲ្យក៏ជាមិនធម្មតានឹងរៀនតែចុងសប្តាហ៍2ថ្ងៃផងបើសិនជារៀនច័ន្ទសុក្រ5ថ្ងៃរៀនប្រចាំថ្ងៃទៀតនឹងចេះយល់ថាអស់សកម្មណាអូននឹងរក្សាអេយ៉ាបតរៀនសូត្របែបនេះរហូតដល់អាចប្រើប្រាស់ភាសាចិនជាផ្លូវការបានក៏ប៉ុន្តែយើងផាធីជាមួយគ្នា2ដងរួចទៅហើយលើកទី1នេះគឺនាំទៅមើល movie មើលណាចាផាធីលើកទី1ហ្នឹងគឺបញ្ចប់កម្រិតដំបូងចូលថ្នាក់ទី1ហើយផាធីលើកទី2នេះគឺបញ្ចប់ថ្នាក់ទី1ឡើងថ្នាក់ទី2នៅឃើញការរៀនជាមួយគ្នាដំបូងខំគិតថាអេរីកាក៏ល្អម៉ែ slow សុភាពនិយាយឡើងស្ដាប់គ្នាតរៀនជាមួយគ្នាយូរៗទៅស្គាល់ចិត្តគ្នាបានមកប្រាប់ថាកាប៉ិតចាញ់គម្រាមម៉ែតាំងពីដំបូងសោះមិនទាន់បានជួបគ្នាផងម៉ែគម្រាមថាគ្រូហ្នឹងកាយណាស់តែហ៊ានអត់ស្ដាប់គ្រូវាយហើយចឹងសោះបានអេរីការៀបរាប់តាំងពីដំបូងតរៀនយូរៗស្គាល់ចិត្តគ្នាគោដែរណាចាចង់ជំរាបថាគ្រូកាយឬ slow គឺអាស្រ័យទៅតាមអេយ៉ាបតសិស្សកំងតអូនញ៉ាំតអូនបាច់ត្រែងចិត្តអីទេថ្ងៃហ្នឹងអូនឯងគឺជាម្ចាស់កម្មវិធីហើយបងលើសទុកទូកនៅពេលអូនឯងធំឡើងលើសនិយាយលេងទេអូនឯងស័ក្តិសមនឹងទទួលបានការជប់លៀងមួយនេះណាឆ្លៀតក្នុងឱកាសនេះដែរក៏អរគុណដល់អ្នកណាជួយបានរបស់អេរីកាដែលបានអនុញ្ញាតនិងផ្ដល់ឱកាសឲ្យពួកយើងមានពេលវេលាល្អៗជាមួយគ្នាចាសង្កេតឃើញថាអេរីកាញ៉ាំតាំងពីអង្គុយដល់ថេតហើយដេកយំមកបាក់កតាមផ្លូវមួយខ្លាចបងអូនក្តៅសរេមសិនជាឲ្យចំទៀតផាច់ផាត់ណាយើងនឹងកម្មវិធីត្រូវបានបញ្ចប់ក្នុងរយៈពេល3ម៉ោងកន្លះ Serve VIP មកទទួលទៅ party ចប់កម្មវិធីជួលមកទាំងវិញទៀតដើម្បីសុខភាពអូននៅចាំមើលតតែគាត់បើកទ្វារចូលតែផុតទៅចេញទៅខ្លាចរបៀបថាមិនទាន់បានចូលផុតទាំងគេចាប់ដាក់ឡានបាត់ទៅទៀតវីដេអូសូមចប់ត្រឹមនឹងសម័យវីដេអូនេះនឹងក្លាយជាអនុស្សាវរីយ៍រវាងយើងទាំងពីរ